ថ្ងៃនេះដែរខ្ញុំនឹងធ្វើការមកលេង Roblox ម្ដងហើយនេះដែរគឺជាតួអង្គរបស់ខ្ញុំក្នុងហ្គេម Roblox យើងមកធ្វើការលេងវា Survival The Loop ចឹងបើសិនអ្នកនាងចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like ម្នាក់មួយផងណាហើយនេះដែរគឺជា lobby ក្នុងហ្គេមហ្នឹងអ្នកនាងមើលបានហើយខ្ញុំបានលេងខ្លះៗដែរបាន level 8ដែរគ្នាហើយសំខាន់ខ្ញុំមានកាភ្លើងទៀតកាភ្លើងខ្ញុំបាន up level 8ដែរចឹងចូលមកកាន់វគ្គទី1របស់យើងគឺហ្គេមហ្នឹងគឺយើងតម្រូវឲ្យយើងដើរបាញ់ពួក mob ឬពួកបិសាចអ្នកឃើញក្នុងនឹងបានដើម្បីរកកាក់នេះកន្លែងកាក់ហ្នឹងដើម្បីយើងសំកាក់យើងបើក hub ខាងហ្នឹងហើយ hub ក្នុងហ្នឹងដែរគឺ random item ជាច្រើន item ហ្នឹងគឺធ្វើឲ្យ skill ឬក៏តួអង្គរបស់យើងឬក៏កំភ្លើងរបស់យើងកាន់តែខ្លាំងជាងមុនហើយអ្នកគ្នាអាចមើលក្នុងខ្លួនរបស់ខ្ញុំមកគឺបាន item មួយហើយចឹងខ្ញុំធ្វើការរកបន្ថែមទៀតដើម្បីទទួលបាន item ច្រើនទៀតហើយយើងស្វែងរកកាក់កាន់តែច្រើនទៅហើយខ្ញុំក៏បានដើរបាញ់ពួកមកកាន់តែច្រើនដើម្បីទទួលបានកាក់ដើម្បីនេះបើក hub នេះ random item កាន់តែច្រើនឥឡូវបាន item មួយទៀតហើយចឹងខ្ញុំធ្វើការប្រមូលកាក់ទៀតដើម្បីបើក item បានទៀតនេះបាន skill អានេះគេហៅ skill នេះអត់មាន item ទេចឹងតើយើង random ក្នុងប្រអប់នោះបាន item ចឹង item ក្នុងខ្លួនខ្ញុំបាន2ឥឡូវនេះបាន3ហើយចឹងខ្ញុំធ្វើការរកទៀតបាន4ហើយខ្ញុំធ្វើការដើរប្រមូលកាក់ទៀតហើយបើកយក hub មួយទៀតហើយបានមួយទៀតហើយនៅគ្នាកាន់តែច្រើនទៅហើយចឹងខ្ញុំខំស្វែងរកយូរខ្លាំងមែនទែនត្រូវបាន item ច្រើនដើម្បីយើងយកទៅវាយបោះក្នុងវគ្គហ្នឹងវគ្គទី1ហ្នឹងហើយយើង random បាន item ទៀតហើយខ្ញុំប្រមូលមកអានេះ skill របស់យើងខ្ញុំ up សុំយកពូក្រហមនេះហើយយើងបានទទួលបាន shield ការពារទៀតលូនមែនទែនហើយឈាមយើងតួអង្គរបស់យើងកាន់តែឡើងទៅទៀតហើយមើលបានហើយមកក៏វាវគ្គទី1ក៏វាមិនសូវខ្លាំងមែនទេតែខ្ញុំដាក់ក្រិតនេះរឿងបានដែរណាចឹងខ្ញុំធ្វើការ up skill ទៀតនេះខ្ញុំយក spare បជើងណាដើម្បីរត់លឿនឬក៏បោកឈាមយើងចឹងទៅចឹងបន្ទាប់ពីការ farm របស់ខ្ញុំបាន item ច្រើនហើយខ្ញុំក៏សម្រេចចិត្តថាមក spawn មេដើម្បីវាយតែម្ដងតោះយើងធ្វើការចុច activate មួយមកចឹងខ្ញុំសុំភ្លេងចូលតួបន្តិចទៅយើងដាក់ភ្លេងវាយមេគុណភាពមួយមើលទៅមេនេះតំណងតែខ្លាំងនេះហ្នឹងឯងមេមានប៉ុណ្្នឹងឯងមេចឹងមេនឹងដែរគឺបាន700បាត់ហើយណ៎នេះហើយសតតែពួកអចចែមយើងធ្វើការ clear ចេញពីរង្វង់មេនឹងមកគឺយើងអាចបន្តទៅវគ្គទី2បានហើយចឹងខ្ញុំធ្វើការ clear ចេញទាំងអស់ហើយខ្ញុំក៏បានឆ្លងមកកាន់វគ្គទី2ហើយវគ្គទី2គឺយើង reset កាក់ថ្មីប៉ុន្តែ item យើងនៅដដែលចឹងយើងធ្វើការដើរប្រមូលកាក់ដូចដើមហ្នឹងដែរប៉ុន្តែយើងអាចចុចអានេះបានតែនេះយើងចុចទៅយើងអស់ឈាមមកអ្នកមើលបានតែ hero ខ្ញុំបាញ់ឡើងឈាមអត់អីទេចឹងនៅក្នុង mob ក្នុងពួកបិសាចក្នុងវគ្គនេះគឺរៀងខ្លាំងជាងកម្រិតមុនតិចណាស់ហើយកន្លែងតំណែងនេះគឺកន្លែង activate ពួកហៅថានេះរៀងមេដែរតែវាតូចទេចឹងវាឈាមវាផុយដែរតែយើងអាច activate វាឲ្យវាចេញមកច្រើនដើម្បីយើងបាញ់ទៅបានកាក់ច្រើនកាន់តែច្រើនហើយខ្ញុំក៏បានស្វែងរកកាក់បន្ថែមនិងរក item បន្ថែមឲ្យកាន់តែច្រើនកាន់តែល្អដើម្បីយកទៅវាយមេក្នុងវគ្គមួយនេះចុំនោះនេះអាចមើល item ខ្ញុំបានគឺច្រើនមែនតើរត់បូក14លេងកើតបានដែរហើយមាន shield ហើយមានដាវជុំវិញខ្លួនខ្ញុំទៀតអញ្ចឹងពណ៌ចោចែមដល់ស្បៃហើយមកងាប់ដល់ហើយឥឡូវចូលមកកាន់មេទី2តែម្ដងតោះចូលភ្លេងដូចសាហាវនេះចូលប្រាយមេនេះម្ដងនេះសាហាវមែនទេក្នុង skill នោះនេះងាប់បាន skill លយបានតែមួយនឹងអា skill តលាក់ក្របបែកមិញលយនោះនេះអញ្ចឹងមេហ្នឹងគឺគួរសមណាស់អត់អីទេអញ្ចឹងបន្ទាប់ពីការសម្លាប់មេនឹងរួចខ្ញុំទទួលបាន item ជាច្រើននោះនេះតែគេ free ឲ្យយើងពេលយើងវាយមេនឹងងាប់អញ្ចឹងយើងធ្វើដំណើរដល់វគ្គទី3ហើយអញ្ចឹងវគ្គទី3គឺដូចតែវគ្គមុនដែរយើងត្រូវការរកលុយបាញ់ម៉បបាញ់បិសាចដើម្បីទទួលបានលុយច្រើនហើយនឹងទិញ item បន្ថែមទៀតដើម្បីតួអង្គយើងកាន់តែខ្លាំងជាងមុនទៀតហើយខ្ញុំក៏បានស្វែងរក item និងលុយឲ្យកាន់តែច្រើនដើម្បី random យក item ល្អៗឲ្យកាន់តែតួអង្គរបស់យើងខ្លាំងជាងមួយកម្រិតទៀតផងដែរអូយើងបានឃើញកន្លែងវាយមេហើយនៅគៀនហ្នឹងដែរហើយខ្ញុំទទួល item បានច្រើនខ្លាំងមែនទែនហើយខ្ញុំបានស្វែងរកបានក្នុងការ random ប្រអប់តែទាំងអស់គ្នាមើលបានច្រើនមែនទែនអញ្ចឹងជួបជាមួយមេទី3ទាំងអស់គ្នាតោះ
តោះណោះនេះយើងធ្វើការវាយវាតែម្ដងប៉ុន្តែមេនឹងភ្លេងញាក់សាច់តែម្ដងបាទញាក់យកតែមែនទេមកអូណោះនេះមេនឹងវា spawn ម្ដង2ដូចអាវគ្គមុនដែរ spawn ម្ដង2ដូចគ្នាតែមេនេះមេតកកម្ដងអញ្ចឹងពេលយើងត្រូវតកមកវាយើងស្តាន់មេនឹងហេអន់ជាងមេមុនទៀតទៀតវាយមិនទាន់បានអីផងក៏បាត់ហើយខ្ញុំក៏បានយក item បន្ថែមពីមេនឹងហើយយើងចូលមកកាន់វគ្គទី4យ៉ាវគ្គទី4គឺមានអារម្មណ៍ថានៅឋាននរកណោះនេះមើលភ្លើងជុំវិញអ្នកនេះមើលឃើញតួអង្គខ្ញុំអត់តួអង្គខ្ញុំខ្មៅមើលអត់ចង់ឃើញទេណោះនេះអាស្កេលតុននៅក្នុង Minecraft ពណ៌ខ្មៅហើយខ្ញុំមិនដឹងថាមានរឿងអីកើតឡើងទេក្នុង map ហ្នឹងគឺនឹងស្អីស្ដីទេតែសំខាន់វាបាញ់ឲ្យអូតូអញ្ចឹងខ្ញុំចេះបាញ់ហើយចេះរលុយបន្ថែមទៅអ្នកនេះមើលយកអត់មើលបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺខ្ញុំទទួលបាន item ច្រើនមែនទែនហើយសិតតែ item ល្អប្លែកៗទៀតផងហើយយើងចូលមកកាន់មេទី4ទាំងអស់គ្នាម៉ែមិញដឹងថាស្អីគេលើកញ្ចក់ខ្លះទេនៅនេះមើលយល់សោះហ្មងអញ្ចឹងយើងធ្វើការ clear ពួកចកចែមរួចយើងនឹងឆ្លងវគ្គទៅកាន់មេធំជាងគេឯណោះហេត្រៀមអញ្ចឹងខ្ញុំសូមយកជំរឿស Faisan God គឺជា God មួយដែលជាមេវាបញ្ចុះក្នុងហ្គេមហ្នឹងហើយពិបាកវាយដែរណោះនេះឥឡូវយើងចូលមកដល់កន្លែងប្រកួតផ្ដាច់ព្រាត់ហើយនៅក្នុងមើលបាននេះមេមកហើយអញ្ចឹងចាប់ដើមវាយយកតែម្ដងចូលមកក៏និយាយច្រើនទេបាទហើយនេះគឺជាមេចុងក្រោយហើយខ្ញុំក៏មិនខ្លាចវាដែរដោយសារทีมខ្ញុំច្រើនចឹងការប្រកួតមួយនេះដែរគឺមានការស្វិតស្វាញខ្លាំងមែនទែនដោយខ្ញុំធ្វើការកិច្ចវាជាខ្លាំងហើយមេនឹងដែរគឺលឿនមែនទែននោះនេះមើលសឹងតែចង់ទាន់តែម្ដងមេនេះសល់ជាងតែ100ទេឥឡូវវាបានងាប់បាត់ហើយវាសារស្នាដៃរបស់ខ្ញុំយ៉ាចេញពណ៌ចោចែមកយើងធ្វើការសម្លេះវាចោលទាំងអស់អូប្រហែលនេះឈ្នះហើយនេះយើងបីងាប់ហើយជុំទៀតចាញ់មេមួយទៀតណោះនេះវ៉ាវយ៉ាមេ2តែម្ដងណោះនេះវាយជាមួយមេ2យ៉ាអានេះដូចមេមិនដែលតែវាប្រហែលវាហៀឈាមវាចាញ់មកវិញតែនេះរឿងដូចលឿនជាងមុនទៀតហើយមេនឹងក៏បានប្រើ RT របស់វាជួយម៉ៃ RT ដឹងស្អីខ្លះទេណោះនេះព្រះអាទិត្យមេនឹងគឺតំណាងឲ្យព្រះអាទិត្យចង់ skill វាគឺដូចព្រះអាទិត្យចឹងតែ skill គឺសាហាវមែនទេមេនឹងវាមេចង់ចប់ហើយការប្រកួតរបស់យើងគឺបានចប់ត្រឹមនឹងដោយសារស្នាដៃរបស់ខ្ញុំអាចសម្លាប់មេនឹងបានចឹងខ្ញុំបានត្រឡប់មក lobby វិញហើយនេះគឺជាអាវុធថ្មីដែលខ្ញុំអាចទិញបានចឹងបើសិនអ្នកនាងចង់ឲ្យខ្ញុំទិញជាមួយណាអ្នកនាងអាច comment បានណាហើយអ្នកនាងចង់មើលហ្គេមផ្សេងទៀតជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំបញ្ញាបាយបាយអ្នកនាង